តោះថ្ងៃនេះចេញ vlog សារណូអែនៅទូលូនេះម្ដងខ្ញុំខានធ្វើវីដេអូ vlog ចេះយូរហើយវីដេអូបែបយ៉ាងយូរអញ្ចឹងណាតែមិនយូរណាស់ណាអីត្រឹម4-5នាទីអីហ្នឹងវីដេអូហ្នឹងខ្ញុំថតតាំងពីខែ12ឥឡូវនេះចូលខែ1ហើយឆ្លងឆ្នាំមួយទៀតហើយអាចចាត់ទុកថាវីដេអូនេះឆ្នាំមុនចោះខ្លួនមួយឆ្នាំបាទឥឡូវហ្នឹងថាតាមផ្លូវទៅផ្សារណូអែនេះវិញគឺគេមានលក់អីច្រើនមែនតើហើយបើភ្លើងពណ៌វិញបាច់ចាំនិយាយទេក្នុងវីដេអូហ្នឹងស្រាប់ហើយឥឡូវលើទៅនិយាយលើដល់ច្រកចូលផ្សារណូអែហ្នឹងនេះចូលច្រកផ្សារណូអែទី1រៀងផ្សាររៀងទូចនៅខាងក្រោយអាគារម៉ារីហើយគេហាមិនឲ្យយើងយករបស់សួចអីទេហើយនឹងកង់ដូចគ្នាហើយខ្ញុំសម័យថាអូយកកង់ចូលមកមិនទេបាទតែហ៊ុនកូនខ្ញុំនេះដើរកិច្ចមនុស្សសឹងតែមិនចង់រួចផងតម្រាំដាក់កង់ទៀតអើយកន្លែងច្រកចូលមិនហ្នឹងមានអ្នកគេឆែកឆេគេមើលកបោកមើលអីចឹងដែរណាប៉ុន្តែខ្ញុំថប់អត់ជាប់ឲ្យមនុស្សច្រើនពេកតែចូលមកដល់កន្លែងនេះរៀងស្បើយមនុស្សទីពូមេរៀងភ្លឺតែបើសិនជាពេលយប់វិញណាបើចាំនិយាយទៅថាមនុស្សឡើងណែនត្មងហៅតែកន្លែងដើរអត់ឃើញទេហើយបើកន្លែងចតឡានវិញគឺថាពេញណែនផ្អឹសហ្មងបើនៅក្នុងនេះគឺពួកខ្ញុំអត់យកឡានមកទុកកន្លែងហ្នឹងទេហៅកន្លែងចតឡាននៅរៀងឆ្ងាយគួរសមដែរត្រឹម1គីឡូ2គីឡូអីអញ្ចឹងណាប៉ុន្តែក៏នៅតែពេញដែរអញ្ចឹងប្តីខ្ញុំគាត់យកឡានទៅចតឆ្ងាយមែនតែនហើយបានដើមគ្នាដើរចូលអញ្ចឹងខ្ញុំមកជាមួយនឹងកូនខ្ញុំហើយនឹងមិត្តភក្តិគាត់ម្នាក់ទៀតអញ្ចឹងប៉ាពីហើយនឹងប្តីខ្ញុំគាត់នៅកន្លែងចតឡានយកឡានទៅទុកសិនហើយនាំកូនមកដើរលេងមុនសិនណាសំណាងដែរមានមិត្តភក្តិប្តីមកជាមួយដែរគាត់ជួយអូសអាទេសរុញកូនគាត់ថាឲ្យខ្ញុំថតទៅចង់ថតវីដេអូអីថតទៅគាត់រុញអាទេសឲ្យប្តីខ្ញុំក៏ចង់ឲ្យខ្ញុំយកកូនមកមើលមុនអញ្ចឹងណាព្រោះអីបើចាំនៅក្នុងឡានក៏យូរដែរព្រោះចូលទៅកន្លែងចំណតចតឡានហ្នឹងគឺឆ្ងាយហើយម្យ៉ាងផ្ទះឡានទៀតអញ្ចឹងគាត់ឲ្យមកយកកូនមកមើលមុនហ្មងទៅហើយមកដល់កន្លែងផ្សារណូអែលគេនេះគឺស្អាតហ្មងហើយផ្សារណូអែលទូចណាមានផ្សារណូអែលធំឯងគេមានតុបតែងដេកមានរូបចលនាដូចនៅក្នុងពេប៉ោងអញ្ចឹងណាប្លែកភ្នែកសប្បាយមើលហ្មងណាក្មេងៗអីចូលចិត្តមើលសូម្បីតែខ្ញុំនេះក៏ខ្ញុំចូលចិត្តមើលដែរហើយអ្នកមើលវីដេអូហ្នឹងចូលចិត្តមើលដូចខ្ញុំដែរអត់ទេឥឡូវនេះដើរចូលទៅដល់ច្រកមួយទៀតហើយច្រកហ្នឹងដើរកាត់ក្រោមអាគារម៉ារីហ្មងណាឆ្នាំ2023ខ្ញុំបានមកលេងផ្សារណូអែលហ្នឹងគេអត់ឃើញបើកអញ្ចឹងទេឆ្នាំ2024ខ្ញុំអត់បានមកទេណាប៉ុន្តែឆ្នាំ2025នេះខ្ញុំមកខ្ញុំចាប់អារម្មណ៍កន្លែងហ្នឹងឃើញគេប្លែកគេបើកឲ្យយើងចូលឆ្លងកាត់កន្លែងហ្នឹងហើយនៅក្រោមអាគារម៉ារីហ្នឹងគេមានអ្នកខ្លាឃ្មុំពណ៌សនេះមានចលនាដូចនៅក្នុងពេប៉ោងអញ្ចឹងណាហើយអានេះវាឡើងទូចញែបហើយគេមានអាធំមានអាទូចប៉ុន្តែកន្លែងខ្លាឃ្មុំពណ៌សខ្ញុំពងថតហ្នឹងណានៅក្នុងពេប៉ោងហ្នឹងអាហ្នឹងអត់សូវធំហ្មងនេះមានអាធំជាងហ្នឹងទៀតនៅខាងក្រៅក្នុងវីដេអូហ្នឹងអញ្ចឹងមានពីមួយបញ្ឈរនៅខាងក្រោយហ្នឹងអាហ្នឹងធំហ្មងខ្ពស់ជាងមនុស្សយើងទៀតប្រហែលជា2ម៉ែត្របើតាមខ្ញុំមើលឃើញហើយឥឡូវនេះប៉ាប៉ាហើយនិងប៉ាពីគឺថាអត់ទាន់ឃើញមកដល់ទេអញ្ចឹងនាំគ្នាមកថតរូបលេងសិនអញ្ចឹងទៅហើយកន្លែងគេថតរូបហ្នឹងនៅទៅមុខកន្លែងខ្លាឃ្មុំពណ៌សហ្នឹងណាហើយអាសូរថាមនុស្សចេះតិចឈោចាំនឹងយូរគួរសមដែរហ្នឹងណានេះកន្លែងខ្លាឃ្មុំហ្នឹងឥឡូវដល់វេនកូនខ្ញុំថតម្ដងហើយតែចង់ថតរូបអញ្ចឹងសុខចិត្តឈោចាំកន្លែងហ្នឹងដើម្បីថតរូបលេងសិនអញ្ចឹងណាឡងពេលកំពុងតែចាំប៉ាប៉ាមកហ្នឹងគឺកូនខ្ញុំស្លឹងឃើញមានពេប៉ោងមួយនៅលើនេះឲ្យសួរខ្ញុំថាមិនបានពេប៉ោងនឹងទៅដល់លើហ្នឹងអញ្ចឹងខ្ញុំថាហ្នឹងវាហោះទៅលើហ្នឹងគេកាន់ទៅវាលពោទៅវាហើរទៅធំហ្នឹងនឹកឃើញក្នុងចិត្តហើយដឹងថាកូនខ្ញុំចង់បានពេប៉ោងហើយគ្នាស្លឹងមើលពេប៉ោងនឹងរហូតខ្ញុំទៅសារកូនខ្ញុំហ្មងកន្លែងក្លុកកលៀតមិនថាលើមិនថាក្រោមនេះកូនខ្ញុំគឺស្រឡឹងរកឃើញទាំងអស់ហ្មងមិនថារបស់ទូចមិនថារបស់ធំនេះគឺថាប្តីខ្ញុំឯនឹងប៉ាពីបានជួបជុំគ្នាហើយអញ្ចឹងពួកខ្ញុំក៏នាំគ្នាបន្តដំណើរទៅផ្សារណូអែលធំនាំគ្នាដើរឆ្លងកាត់កន្លែងខ្លាឃ្មុំពណ៌សនេះអានេះគេនៅខាងក្រៅពេប៉ោងខ្ពស់ជាងមនុស្សទៀតឃើញខ្ពស់ជាងប្តីខ្ញុំអត់ហើយពួកខ្ញុំក៏អត់ទាន់នាំគ្នាដើរទៅឆ្ងាយហ្មងដែរព្រោះអត់ទាន់នាំគ្នាមើលអស់កន្លែងខ្លាឃ្មុំពណ៌សហ្នឹងគេមានតុបតែងដេកច្រើនណាស់ប្លែកហ្នឹងមើលទៅឡើងរស់រវើកត្មងឥឡូវពួកខ្ញុំនាំគ្នាចេញពីអាគារម៉ារីហ្នឹងទៅដើរមកដល់កន្លែងផ្សារណូអែលធំនេះហើយកន្លែងផ្សារហ្នឹងមុននឹងច្រកចូលហ្នឹងគេមានកន្លែងជិះស្គីនេះអញ្ចឹងនាំគ្នាឈប់មើលកន្លែងគេជិះស្គីស្កកស្ប៉ាក់និមិត្តហ្នឹងសិនអញ្ចឹងពួកខ្ញុំបាននាំគ្នាចូលមកដល់ក្នុងផ្សារណូអែលធំហ្នឹងហើយក៏នាំគ្នាថតអីញ៉ាំអញ្ចឹងណាដើរកាត់ចំកន្លែងគេល្បីនេះទឹកសូកូឡាក្តៅកន្លែងនេះស្រាក្រហមក្តៅតែញ៉ាំនេះបានញ៉ាំនេះអាហ្នឹងលក្ខណៈដលងប្រាំងលាយជាមួយនឹងឈីហៅទៅពេលដាក់ញ៉ាំក្តៅទៅទៅឡើងតាយហ្មងប៉ុន្តែឆ្ងាញ់កូនខ្ញុំក៏ចូលចិត្តញ៉ាំដែរបន្ទាប់មកខ្ញុំក៏បន្តដំណើរដើរកាត់ទៅណាតែឃើញតូបកន្លែងនេះគេលក់អំពូហើយពួកខ្ញុំធ្លាប់ទិញអំពូហ្នឹងកាលឆ្នាំ2023ហើយកន្លែងតូបគេហ្នឹងគឺគេដាក់តាំងលក់នៅកន្លែងដដែលហើយបន្ទាប់មកពួកខ្ញុំក៏នាំគ្នាមកថតរូបលេងពីបិប៉ោះចឹងណាកន្លែងហ្នឹងគឺជាកន្លែងដែលគេពេញនិយមថតរូបមែនតែនត្មងថាថតរូបមិនថាថតវីដេអូឯងសំបីខ្ញុំនេះកំពុងតែថតវីដេអូដូចតែគ្នាដែរចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណេះទេលក្ខណៈវីដេអូ vlog 4-5 នាទីចឹងណាចឹងចាំជួបគ្នានៅវីដេអូ vlog ក្រោយទៀតបាយបាយ